បាទសួស្តីបងកសិករថ្ងៃនេះខ្ញុំបានសុភាធ្វើការបង្រៀនបងប្អូនអំពីរបៀបដាំដើមមៀននិងការកាត់ដើមមៀនឲ្យឆាប់បែកមែកបាទមែកមៀនដែលយើងត្រូវយកមកដាំមុននឹងយើងចាប់ផ្ដើមដាំគឺយើងកាត់ពីដើមបាទកាត់ពីដើមរួចហើយគឺយើងធ្វើការត្រាំទឹកបាទយកវាទៅត្រាំទឹករយៈពេលប្រហែលជា10នាទីអីទៅបាទត្រាំកន្លែងដែលច្បងនៃវាចេញឫសហ្នឹងបាទយើងត្រាំវាលិចរយៈពេលប្រហែលជា10នាទីបាទព្រោះយើងមិនអាចត្រាំយូរបានទេវាអាចរលាយផេះបាទរលាយផេះទៅយើងហែកវាអាចបែកថង់បាទអញ្ចឹងយើងត្រាំរួចហើយគឺយើងយកមកដាំបាទយើងធ្វើការកាត់វាហែកវាថ្នមបាទហែកវាថ្មិចកុំឲ្យវាបែកផេះបាទរួចហើយយើងកាយបាទកាយដីកន្លែងដែលយើងដាក់ដាំហ្នឹងយើងកាយអត់ឲ្យជ្រៅទេបាទយើងកាយវាមកល្មមរាក់ប្រហែលជាជំរូប្រហែលជាមួយទឹកអីទេបាទព្រោះយើងកាយរួចហើយយើងដាំរបៀបដាំគឺដាំរៀងផ្ដេកបាទយើងដាំបដោយថ្ងៃរៀងផ្ដេកបាទព្រោះក្បួនកសិកម្មគេឲ្យយើងដាំប្រឈរទេបាទវាអត់ទៅបែកមែកកាលណាយើងដាំផ្ដេកចេះវាបែកមែកបានច្រើនបាទហើយរបៀបលុបដីគឺយើងលុបធ្វើម៉េចលុបឲ្យវាប្រហែលជាមួយថ្នាំងដៃពីខាងលើឬវាបានដែរបាទយើងមិនអាចលុបជ្រៅបានទេព្រោះវាអាចរលួយឬបានបាទហើយយើងចកត់វាថ្នមបន្តិចមកបាទមិនឲ្យចកត់ធ្ងន់ដៃទេព្រោះឫសវាខ្ចីវាអាចបែកឫសបានបាទវាអាចដាច់ឫសបានបាទរួចហើយបើខែភ្លៀងយើងមិនពិបាកស្រោចទឹកទេបាទយើងដាំរួចហើយដល់ពេលដែលវាលាស់ត្រួយយើងធ្វើការជ្រុំដីបាទជ្រុំថើខាងលើឬក៏ដកស្មៅបាទដកជុំវិញឲ្យវាវាលស្រឡះចឹងមកដើម្បីឲ្យវាត្រូវពលឺថ្ងៃវាឆាប់បែកមែកល្អបាទហើយការដាំបែបនេះបែកមែកប្រហែលជាប៉ិនកូនដៃបងប្អូនអាចកាត់វាបានហើយបាទយើងមិនអាចកំណត់ថាអាយុប្រហែលខែយើងត្រូវកាត់មែកទេបាទគឺសំខាន់បងប្អូនមើលមែកវាប៉ិនកូនដៃឬក៏តូចជាងបន្តិចបាទមែកប្រហែលជាខ្ញុំប៉ិនមែកតែខ្ញុំបង្ហាញបងប្អូននេះគឺយើងធ្វើការកាត់វាបានហើយបាទយើងកាត់បែបនេះបងប្អូនកាត់កុំស្ដាយបាទយើងកាត់វាទៅដើម្បីវាបែកមែកបាទយើងកាត់អញ្ចឹងរយៈពេលប្រហែលជា3ខែឬក៏3ខែជាងវាលាស់ត្រួយឡើងមកសាថ្មីហើយបាទយើងកាត់រួចយើងទុកមែកវាបាទយើងទុកធាងវាខាងលើស្លឹកវាហ្នឹងប្រហែលជា3ឬ4ធាងបានហើយបាទយើងមិនអាចទុកច្រើនបានទេយើងធ្វើការបលេះវាឲ្យវាស្រឡះអញ្ចឹងមកបាទយើងធ្វើការកាត់បែបនេះរយៈពេល1អាទិត្យអីវាចាប់ផ្ដើមលាស់ត្រួយខ្ចីមកសាថ្មីហើយបាទហើយរយៈពេលប្រហែលជា1ខែគឺត្រួយវាលាស់ប្រវែងប្រហែលជាមួយចំអាមហើយបាទគឺដែលត្រួយវាលាស់មកគឺវាមិនលាស់តិចទេបាទគឺវាលាស់ច្រើនអញ្ចឹងបងប្អូនធ្វើការកាត់អាត្រួយតូចបាទខាងក្នុងឲ្យវាវាលដើម្បីឲ្យវាសល់មែកបាទសល់មែកសម្រាប់តែខាងលើអាធំហ្នឹងទុកប្រហែលជាក្នុង1មែកដែលយើងកាត់ហ្នឹងវាលូត5មែកយើងទុក2ឬ3មែកដែលមែកល្អហ្នឹងបានហើយបាទយើងធ្វើការកាត់វាស្រឡះដើម្បីវាលូតលឿនបាទនេះមែកខាងក្នុងមែកដែលមិនល្អមិនសំខាន់ខាងក្នុងខាងក្រៅទេបាទគឺយើងធ្វើការកាត់វាប្រលេះវាស្អាតបាទយើងធ្វើការកាត់បែបនេះរយៈពេល4ខែគឺល្មមដាក់ផ្លែបានហើយបាទ